អគ្គរដ្ឋទូតអង់គ្លេសអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់ទាហានកម្ពុជា18រូបលោក Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានប្រកាសនាថ្ងៃទី31ខែធ្នូឆ្នាំ2025ថាខ្ញុំមានសេចក្តីសោមនស្សរីករាយដែលប្រទេសកម្ពុជាបានស្វាគមន៍ទាហានរបស់ខ្លួនត្រឡប់មកផ្ទះវិញនេះជាការវិវត្តនវិជ្ជមានមួយលោក Dominic Williams បានបន្តថាចក្រភពអង់គ្លេសបន្តលើកទឹកចិត្តដល់ប្រទេសកម្ពុជានិងប្រទេសថៃឲ្យចាត់វិធានការបន្ថែមទៀតដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រជាជននៃប្រទេសទាំងពីរនិងដើម្បីកសាងសន្តិភាពយូរអង្វែងសូមបញ្ជាក់ថាវីរយោធានទាំង18រូបបានវិលត្រឡប់មកដល់មាតុភូមិនិងជួបជុំក្រុមគ្រួសារវិញហើយនារសៀលថ្ងៃទី31ខែធ្នូឆ្នាំ2025នេះបន្ទាប់ពីការឃ្លាតឆ្ងាយពីមាតុភូមិនិងក្រុមគ្រួសារអស់រយៈពេល155ថ្ងៃក្រោយយោធាថៃចាប់ខ្លួនកាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2025